ទី4អំពីការខុសគ្នារវាងបច្ចេកវិទ្យានិងនវានុវត្តន៍អាជីវកម្មកម្រិតតូចធនធានមានកម្រិតសម្រាប់វិនិយោគលើបច្ចេកវិទ្យាការអភិវឌ្ឍបច្ចេកវិទ្យានឹងជាធម្មតាត្រូវការចំណាយច្រើនណាស់ចំណែកអាជីវកម្មកម្រិតមធ្យមមានធនធាននិងមានសមត្ថភាពវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាដូចជា CRM វិញគឺ Customer Relationship Management អាជីវកម្មកម្រិតមធ្យមគឺគាត់មានបុគ្គលិកច្រើនចាប់ពី50ទៅ250នាក់អញ្ចឹងចាំបាច់ឲ្យគាត់ត្រូវតែមានប្រព័ន្ធហើយដើម្បីងាយស្រួលតាមដាននិងត្រួតពិនិត្យអញ្ចឹងនៅពេលដែលអាជីវកម្មកម្រិតតូចគាត់អត់មានមធ្យោបាយអត់មានធនធានគ្រប់គ្រាន់ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងទេហើយអាជីវកម្មកម្រិតមធ្យមគឺមានធនធាននិងមានទុនសម្រាប់បង្កើតជាធម្មតាអាជីវកម្មកម្រិតតូចអត់ដើរទាន់អាជីវកម្មកម្រិតមធ្យមទេ